ដោយបងប្អូនបានឃើញអញ្ចឹងដំណើរជីវិតយើងម្នាក់វាដូចគ្នាទេហើយមនុស្សយើងកើតមកមានរោគក៏វាមិនដូចគ្នាអញ្ចឹងការព្យាបាលជំងឺផងយើងក៏វាមិនដូចគ្នាការចំណាយការរស់នៅក៏មិនដូចគ្នាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនគិតមកវិញថាមានជីវិតរស់នៅហើយសូមធ្វើអំពើល្អទើបយើងជួបរឿងល្អទោះបីជាយើងធ្វើអំពើល្អនោះទៅចំមនុស្សដែលគេមិនដឹងគុណយើងក៏មានអ្នកផ្សេងដែលគេមកជួយយើងដោយឧទាហរណ៍ដូចខ្ញុំជាដើមខ្ញុំតាំងពីដើមមកខ្ញុំមិនដែលទៅរករឿងអ្នកណាធ្វើអីអ្នកណាទេគិតតែល្អធ្វើរឿងល្អហើយនៅពេលដែលខ្ញុំមានជំងឺចូលមកគឺខ្ញុំមានអ្នកផ្សេងល្អដែលគាត់ចូលមកជួយក្នុងជីវិតរបស់ខ្ញុំមួយនេះណាហើយខ្ញុំពិតជាអរគុណមិត្តភ័ក្តិបងប្អូនសាច់ញាតិមិត្តភ័ក្តិជាច្រើនដែលគាត់សួរសុខទុក្ខណែនាំលើកទឹកចិត្តឲ្យយើងនឹងតស៊ូដំណើរទៅមុខតទៅទៀតជួយជាលុយជួយជាកម្លាំងចិត្តច្រើនមែនទែនអញ្ចឹងមកខ្ញុំតែងតែនិយាយថាមនុស្សយើងធ្វើល្អជួបល្អហើយផលដែលយើងបានធ្វើដែលយើងបានសាងនៅពេលដែលយើងជួបទុកហ្នឹងហើយយើងបានទទួលបានឃើញអញ្ចឹងណាបងប្អូនអរគុណសម្រាប់ការមើលវីដេអូនេះហើយនៅតែលើកទឹកចិត្តបងប្អូនในការមហារាជស៊ូឡើងអរគុណ